Bạn sẽ thấy là đó khnéថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយតើថងជាមួយការដោះស្រាយបញ្ហាទៅលើកាមេរ៉ាឬក៏ webcam នៅលើ computer យើងវាអត់ដំណើរការពេលដែលយើងបើកមកគេខ្មៅឬក៏អត់សូអីចឹងវាបើកតែសូ error ឬក៏អីចឹងយើងអាចដោះស្រាយបញ្ហាតាមរបៀបខ្ញុំបានជាដំបូងអ្នកនរគ្នា search ពាក្យថាកាមេរ៉ាមក search លើពាក្យកាមេរ៉ាហើយអ្នកនរគ្នា right click នៅលើកាមេរ៉ាហ្នឹងហើយចូល app setting ចូល app setting វានឹងសូមមកបែបនេះពេលដែលសូមមកបែបនេះយើងមើលមួយតាម structure instruction របស់គេមួយមកអញ្ចឹងនេះ information មាន location យើង allow អត់មិន allow ទេកាមេរ៉ាបើបិទយើងត្រូវបើកមកហើយយើងដោះស្រាយកាមេរ៉ាវាមាន mic វាមាន photo វាមាន video អញ្ចឹងណាហើយនេះ background information វាមើលយើងអាច drop down មើលក៏បានដែរវាមាន always មាន power optimize មាន always អញ្ចឹងយើងអាចយក power ទៅដល់មកតាម default របស់វាអញ្ចឹងណាអញ្ចឹង scroll មកក្រោមទៀតមាន battery use មាន default video ហើយខាងក្រោមនេះមានdefault video default music អីហ្នឹងអាហ្នឹងយើងមិនអីទេយើងមិនបាច់ប៉ះពាល់វាទេកន្លែងហ្នឹងហើយមកដល់កន្លែងនេះតើតើជាមួយ terminate ដូចយើងមិនបាច់ប៉ះពាល់អីដែរតែកន្លែងនេះយើងធ្វើទៅតជាមួយ reset កន្លែងហ្នឹង repair ទៅលើកាមេរ៉ាយើងចុច repair មកហើយយើងរងចាំឲ្យវាដំណើរការអញ្ចឹងណាហើយក៏វាដំណើរការលើឬក៏យឺនទៅលើ Wi-Fi យ៉ាងដែរយើង repair ហើយយើងចុចខាងក្រោមមានពាក្យ restart អញ្ចឹងយើងអាច restart វាមួយដែរមកអញ្ចឹងចុច restart អូខេយើងរងចាំឲ្យវា process ដំណើរការអញ្ចឹងណានៅពេលវាដំណើរការចប់យើងអាចតះបើកាមេរ៉ាម្ដងទៀតបើថាបើកាមេរ៉ាហើយនៅតែមានបញ្ហាដដែលអញ្ចឹងអ្នកនរគ្នាអាចធ្វើការ restart កុំព្យូទ័រមួយបន្ទាប់ពី restart កុំព្យូទ័រហើយចាំអ្នកនរគ្នាតះបើកាមេរ៉ាម្ដងទៀតថាវាដំណើរការឬក៏អត់បើនៅតែអត់ដំណើរការទេអ្នកនរគ្នាអាចដោះស្រាយតាមវិធីមួយទៀតទាក់ទងជាមួយយើង search ពាក្យថា device manager អញ្ចឹងយើង search មកនៅជិត Windows ហ្នឹងបាទយើង search តា device ក៏ចេញដែរយើង search device យើង right click មកយើង right click លើ device manager ឬក៏ចុចបើកមកក៏បានដែរអូខេចុចបើកវានឹងសូមឲ្យនៅមានទាក់ទងជាមួយ function ឬក៏ tool ផ្សេងដែលយើងអាចមើលទៅលើកាមេរ៉ាយើងអាចទៅមើលលើ port លើអីនិយាយទៅផ្សេងទាំងអស់ទាក់ទងជាមួយ device នៅលើ laptop ឬក៏ PC យើងអញ្ចឹងយើងអាចមើលលើកាមេរ៉ាហើយ drop down មកយើងអាច update driver វាមួយមកចុច update មកអូខេទៅដល់ជាមួយ update កន្លែងនេះយើង select យកខាងលើមានន័យថា search automatically update driver អញ្ចឹងយើងមិនបាច់ប្រើទៅឲ្យទៀតទេឲ្យវា update ខ្លួនឯងអញ្ចឹងលឿនមែនតើគឺវាដាក់ set ថាឲ្យហើយគឺ driver ready installation អូខេតែប៉ុណ្ណឹងអ្នកនរគ្នាអាចចុច search ទៅទៀតក៏បាន search ហ្នឹងគឺ search ទៅលើទៅតជាមួយ Windows យើងតើវាមានការ update ទៅដល់ feature ចុងក្រោយឬក៏នៅអញ្ចឹងកន្លែង Windows update ហ្នឹងក៏សំខាន់ដែរបើអត់ទាន់ update ក៏អាចមាន function ឬក៏ tool security ឬអីមួយក៏វាអត់ទាន់ update ទៅដល់ last version ដែរអូខេរបស់ខ្ញុំនេះត្រូវការ update មកទៅតជាមួយ search វាយូរដែរទៅជាមួយការ search នេះវា search អាចនឹងយូរលឿនអាស្រ័យទៅលើ page ទៅលើ internet ទៅលើ performance computer យ៉ាងណាអញ្ចឹងចឹងកុំព្យូទ័រខ្ញុំចំណាយពេលយូរបន្តិចអូខេទៅជាមួយ feature កុំព្យូទ័រខ្ញុំគឺវាត្រូវការ update ចឹងយើងអាចឲ្យវា download update តាមហ្នឹងណារយៈពេល update អាហ្នឹងស្រ័យទៅលើ internet យើងដែរតើវាលឿនឬក៏យឺតអញ្ចឹង update ពេល update ចប់អ្នកនរគ្នាអាចតះបើកាមេរ៉ាម្ដងទៀតបើអត់តាន់បានទេយើងអាច play នៅលើ feature កន្លែង main តិចក៏បានដែរ